បងប្អូនអើយថ្ងៃនេះម្ដាយក្មេកខ្ញុំគាត់មិនសូវសប្បាយចិត្តប៉ុន្មានទេដោយសារគាត់ឃើញកន្តាស់គ្រឿងឡើងថ្លៃអញ្ចឹងហើយគាត់ហៅខ្ញុំមកជួយមើលក៏ថាគាត់មើលខុសអីអញ្ចឹងណាដល់ពេលខ្ញុំមើលទៅវាឡើងថ្លៃមែនបើប្រៀបធៀបទៅខែផ្សេងប៉ុន្តែឡើងថ្លៃហ្នឹងក៏វាមិនថ្លៃណាស់ណាដែរនៅស្រុកនេះភ្លើងទូថ្លៃសឹងអីហ្នឹងហើយខែហ្នឹងភ្លើងម្ដាយក្មេកខ្ញុំគាត់ប្រើអស់$337ឯខ្ញុំវិញអស់333អូច្រឡំបងប្អូនរូបពីរបើសិនជា$300មែនដែរចងងាប់ដល់ពេលអញ្ចឹងទៅម្ដាយក្មេកខ្ញុំគាត់ប្រាប់ថាកូនភាសាស្អែកទៅនេះអត់ជូនគាត់ទៅប្រៃសណីគាត់ចង់សួរថាហេតុអីបានជាភ្លើងខែហ្នឹងឡើងថ្លៃគាត់ប្រាក់ខ្ញុំថាអញ្ចេះគាត់មិនសូវនៅផ្ទះផងអីចឹងណាខ្ញុំថាម៉ែក្មេកមិនសូវប្រើមែនតែប្អូនថ្លៃប្រើរាល់ថ្ងៃហ្នឹងឯងឲ្យទៅគាត់គេងគឺគាត់បើកកង្ហាសិតតែ2ភ្លើងក៏បើកចោលទូក៏បើកចោលដែរអញ្ចឹងអត់វាអស់តែខ្ញុំថាមិនអីទេម៉ែក្មេកអីចាញ់ចេញលុយឲ្យអស់លុយតិចដល់វាហ្នឹងម្ដាយក្មេកនឹងកូនផ្សាចាប់ដើមស៊ីត្រាវរឿងប្អូនថ្លៃទៀតហើយអញ្ចឹងឲ្យបងប្អូនកុំបកកែបកាន់អីខ្ញុំគ្រាន់តែចែកម្លែកជីវិតពិតរស់នៅជាប្រចាំថ្ងៃទេម្ដាយខ្ញុំគាត់ប្រាប់ថាកូនភាសាអើជួយគិតមើលឥឡូវអាកពើហ្នឹងវាសុំលុយខ្ញុំនេះ10000ដើម្បីទៅទិញទូរស័ព្ទខ្ញុំបានសួរគាត់ថាបើប្អូនពើសុំលុយទិញទូរស័ព្ទអញ្ចឹងម្ដាយក្មេកឲ្យអត់ក៏ប្រាប់ខ្ញុំថាអត់ឲ្យទេដោយសារតែប្រាក់ខែគាត់មិនដែលជួយចេញម្ហូបអាហារជាប្រចាំថ្ងៃទេវាសុំថែមពេលខ្លះហ្នឹងសុំលុយគាត់ចាក់សាំងទៀតថាទៅបងប្អូនអើយមិនអាចបន្ទោសបងថ្លៃខ្ញុំទាំងស្រុងបានទេដោយសារតែអ្វីបានឡើងថ្លៃហើយប្រាក់ខែគាត់បានថោកចុងងាប់បានតែ12000ហ្នឹងគាត់ចាយមិនគ្រប់លោកហើយគាត់ក្មេងទៀតជួនកាលទៅគាត់ដើរលេងម្ដងម្កាលផឹកស៊ីជាមួយមិត្តភក្តិគាត់ហ៎ហើយពេលខ្លះក៏គាត់សុំលុយខ្ញុំដែរបងប្អូនឧទាហរណ៍ថាសុំចាក់សាំងឬក៏សុំក៏មកឲ្យបានទទួលតាមអនឡាញអញ្ចឹងនិយាយទៅខ្ញុំជួយគាត់តាមលទ្ធភាពរបស់ខ្ញុំដែរហើយបងប្អូនអើយម្ដាយក្មេកខ្ញុំមាត់និយាយថាទេប៉ុន្តែស្អែកឡើងមិនតន់ប្រហែលផងទៅបើកលុយ10000ពីធនាគារទិញទូរស័ព្ទឲ្យប្អូនខ្ញុំបាត់អូទឹកចិត្តម្ដាយថ្លៃហើយចិត្តដាច់ពីកូនមែនហើយម្ដាយក្មេកខ្ញុំបងប្អូនអើយនៅពេលដែលគាត់ស៊ីត្រាវរឿងប្អូនថ្លៃខ្ញុំប្រាប់ខ្ញុំហ្នឹងគាត់ប្រាប់ថាអញ្ចឹងកូនផ្សារថ្ងៃហ្នឹងមិនបាច់ធ្វើម្ហូបទេញ៉ាំបាយជាមួយគ្នាហ្មងទៅគាត់ធ្វើបាយឆាហើយវិធីធ្វើបាយឆារបស់ម្ដាយក្មេកខ្ញុំគាត់សពទៅវាដូចបាយស្រូបនៅស្រុកយើងអញ្ចឹងគាត់យកស្ងោរឲ្យឆ្អិនហើយបន្តិចឲ្យស្ងួតបន្ទាប់មកទៀតមកគាត់ឆាបន្លែដាក់គ្រឿងទេ4-5មុខច្បល់ចូលគ្នាខ្លាចជាបាយឆាបាត់បងប្អូនអើយស្រួលងាយលឿនទីហើយទោះបីម្ដាយខ្ញុំប្រាប់ថាឲ្យញ៉ាំហូបជាមួយគាត់ក៏ដោយប៉ុន្តែខ្ញុំនៅធ្វើម្ហូបខ្មែរព្រោះអីចង់ញ៉ាំជាពិសេសនៅពេលខ្ញុំអូស Facebook ឃើញគេធ្វើនំលំអងចេកបង្ហាញតំណងពេកចឹងឲ្យក៏រៀនធ្វើតាមគេថាខ្ញុំធ្វើកើតបងប្អូនចាំអត់មើលនៅtrongវីដេអូទាំងអស់គ្នាហើយមិនត្រឹមតែធ្វើនំលំអងចេកប៉ុណ្ណោះទេខ្ញុំថែមទាំងស្លម្រះទៀតព្រោះចង់ញ៉ាំនិយាយទៅបងប្អូនខានធ្វើយូរដែរហ្នឹងហើយមួយវិញទៀតហ្នឹងក៏ក្នុងខ្លួនរបស់ខ្ញុំណាអាកូលេស្តេរ៉ុលហ្នឹងក៏អ៊ីងហាយដោយសារមួយរយៈហ្នឹងខ្ញុំញ៉ាំផ្អែមពេកក៏ប្រៃដែរបងប្អូនប្រៃនៅស្រុកទៀតគឺអញ្ចឹងបងប្អូនទូចទេអញ្ចឹងហើយនៅពេលយើងចង់យកទៅស្លបែបយើងវាពិបាកតិចពិបាកញុកសាច់ជ្រូកចូលក្នុងអញ្ចឹងសបកវាខាងក្រៅឡើងរួញកញ្ញងបើជនជាតិឥណ្ឌានៅពេលគាត់យកម្ហែធ្វើហូបម្ដងគឺគាត់យកកបិតក៏រួយឲ្យអស់គាត់យកទៅធ្វើម្ហូបហើយកលេចមកមើលនំអងចេកខ្ញុំវិញម្ដងដល់វគ្គខ្ញុំយកម្សៅដាក់លើជ្រុញបងប្អូនម្សៅហ្នឹងគឺជាម្សៅកតណាបដែលខ្ញុំបានឆាហើយហ្នឹងនំអងចេកដែលខ្ញុំបានធ្វើហ្នឹងពេលខ្ញុំចាក់ម្សៅខ្ញុំបែងចែកជា2ថាសបងប្អូនតែថាសទី1ម៉ែឲ្យបកមិនបានទេគូស្អត់ទៅខ្ប៉ោយនេះជាថាសទី2ថាសទី2ក៏បបាក់បកដូចតែគ្នាប៉ុន្តែតោះថាសតូចចឹងទៅយើងអាចបកបានចឹងហើយខ្ញុំបានថតវីដេអូបងប្អូនមើលទេដោយសារមើលទៅពិបាកភ្នែកពេកបន្តមកទៀតគឺខ្ញុំបានលាបលាក់ពណ៌និយាយទៅយើងធ្វើតាមដែលអ្វីដែលគេប្រាប់ហ្នឹងឯងបងប្អូនអើយអានោះលំអងចេកទេម៉ែឲ្យលាបម្សៅអត់អីតែពិបាកសម្រាប់ខ្ញុំហ្នឹងគឺទាញសាច់ម្សៅចេញពីថាសហ្នឹងឯងអញ្ចឹងឲ្យល្មមបើសិនយើងចង់ញ៉ាំចំណាយលុយទិញពីផ្សារហ្មងទៅកុំឲ្យហត់តែជីវិតនៅក្រៅប្រទេសមិនថាគេមិនថាខ្ញុំទេឲ្យតែចង់ញ៉ាំហូបខ្មែរយើងត្រូវធ្វើបើសិនជាយើងខ្ជិលដឹងតែអត់ញ៉ាំហើយអញ្ចឹងខ្ញុំតែនិយាយក្នុងវីដេអូថាបើសិនបងប្អូនល្អឯងមករស់នៅក្រៅប្រទេសចោះតែបងប្អូនខ្ជិលធ្វើម្ហូបហារស់នៅស្រុកខ្មែរហ្នឹងហើយវាស្រួលជាងហើយឥឡូវនេះផងដែរនំល្អងចេកខ្ញុំគឺរួចរាល់ហើយបងប្អូនជួយដាក់បន្ទុកតិចមើលតើឲ្យខ្ញុំប្រហែលទុកដែរហើយនេះគឺជា probiotic សម្រាប់បងប្អូនដែលជួបបញ្ហាបាយមិនបានសារ៉ានមិនលក់ញ៉ាំអីចេះឈឺពោះចេះឆ្អល់ពោះអញ្ចឹង probiotic អាចជួយបងប្អូនបានមិនត្រឹមតែប៉ុណ្ណោះវាជួយសម្រួលដល់ប្រព័ន្ធភាពស៊ាំរឹងមាំជួយសម្រួលដល់ប្រព័ន្ធរលាយហាកាត់បន្ថយជាតិកាក្នុងកាពះនិងធ្វើបងប្អូនគេលឿនថ្ងៃនេះផងដែរចាខ្ញុំមានដំណឹងល្អចង់ប្រាប់បងប្អូនដែលស្រឡាញ់ខាងផ្នែកវិស័យតន្ត្រីចង់ចូលរួមធ្វើអំពើល្អដើម្បីសង្គមជាតិយើងថ្ងៃទី22ខែ8យើងហ្នឹងគេមានការប្រគំតន្ត្រីមួយដែលគេហៅថា solo តន្ត្រីឬក៏តន្ត្រីសប្បុរសធម៌និយាយទៅតន្ត្រីហ្នឹងគេធ្វើឡើងដើម្បីរៃអង្គាសថវិកាទៅសាងសង់សាលារៀនហើយក្នុងការបង្គុំតន្ត្រីមួយហ្នឹងក៏មានតារាល្បីៗជាច្រើនចូលរួមដូចជា Sin Van Seng Jasmine តារាគេដូចជាច្រើនសូម្បីតែ Influencer មួយចំនួនក៏គាត់ចូលរួមដែរអ្វីដែលពិសេសហ្នឹងក៏បាន
សហការជាមួយក្រុមហ៊ុនផ្សារធម្មជាតិ24គេធ្វើឡើងនៅភ្នំពេញជាងនឹងចឹងហើយសង្ឃឹមថាបងប្អូនចូលរួមបានទាំងអស់គ្នាហើយបើសិនបងប្អូនចង់ដឹងព័ត៌មានលម្អិតតាមដានเพจផ្សារធម្មជាតិ24បានចាអរគុណហើយឥឡូវនេះផងដែរខ្ញុំនិងសុកជាកំពុងតែធ្វើដំណើរដើម្បីទៅទិញ Burberry ឲ្យម្ដាយក្មេងខ្ញុំជាចំណងចំណូលចិត្តរបស់គាត់ចឹងអាយសុកជាឥឡូវក៏គាត់ចូលចិត្តញ៉ាំហូបឥណ្ឌាខ្លះៗដែរជាពិសេស Burberry នឹងឯងតែគាត់សុំឲ្យគេដាក់ម្ទេសណាបងប្អូនអាយខ្ញុំវិញខ្ញុំអត់ទៅជួយញ៉ាំទេអា Burberry តែបាននេះ Burberry ខ្ញុំអាចញ៉ាំបានហើយខ្ញុំបានទិញ2កញ្ចប់មកកញ្ចប់បើគិតចំណេញខ្មែរ3500រៀលក៏ទៅថ្លៃគួរសមនៅជាមួយសុកជារងថ្ងៃមិនដែលចាប់រំមើលកូនធំម្លឹងទេបងប្អូនកន្លោះបាត់ហើយម្ដាយក្មេកខ្ញុំគ្រាន់តែមកដល់ផ្ទះភ្លាមមិនបានផ្លាស់កៅអៅទេបងប្អូនញ៉ាំផ្លែតែម្ដងគឺគាត់ឃ្លានខ្លាំងណាស់តែខ្ញុំក៏សប្បាយចិត្តដែរបងប្អូនខ្ញុំបានទិញ Burberry ជូនគាត់ហើយវីដេអូរបស់ខ្ញុំក៏មានប៉ុណ្ណឹងដែរអរគុណច្រើនបងប្អូនជម្រាបលាចាំជួបនៅវីដេអូក្រោយ See you នៃវីដេអូបាយបាយ